តិចនិចងាយៗនៅក្នុងការធ្វើខជើងជ្រូកឲ្យមានពណ៌ស្អាតមានរសជាតិឆ្ងាញ់ហើយក៏ដូចជាបានផុយល្អទាំងតាពាំងទាំងជើងជ្រូកអីហ្នឹងគឺសុទ្ធតែផុយតែម្ដងហើយបើថារសជាតិវិញគឺមិនបាច់ចាំនិយាយទេមើលទៅរូបរាងក៏ដឹងដែរអាចបរិយាយពីរសជាតិបានតែម្ដងគ្រឿងផ្សំគឺមិនមានអីច្រើនទេគឺមានតែពងទាផ្ដាប់ក្របមកហើយមានជាជើងជ្រូកហើយនឹងតាពាំងក្រៀមដំបូងគឺខ្ញុំបានយកពងទាហ្នឹងគឺយកមកដាក់ស្ងោរមុនគេដើម្បីបានចំណេញពេលនៅពេលដែលយើងដាក់ស្ងោរពងទាហ្នឹងគឺយើងអាចយកមកឆ្អិនល្មមទៅហើយនៅពេលដែលយើងបានស្ងោរបានឆ្អិនហើយគឺយើងអាចដួសដាក់ទៅក្នុងចានហើយនឹងចាក់ទឹកធម្មតាចូលពេលដែលយើងដាក់ទឹកត្រាំឲ្យវាត្រជាក់អញ្ចឹងទៅវាបានងាយស្រួលបកហើយនៅពេលដែលបកគឺវាអត់ជាប់សាច់ទេហើយសម្រាប់តាពាំងក្រៀមនេះគឺខ្ញុំប្រើម្ខាំអញ្ចឹងយកមកលាងទឹក2 3ទឹកឲ្យបានស្អាតមែនទែនរួចចាំយើងយកវាទៅដាក់ស្ងោរការធ្វើបែបហ្នឹងធ្វើឲ្យនៅពេលដែលយើងយកទៅដាក់ខទំពាំងរបស់យើងគឺបានផុយល្អពេលខ្លះបងប្អូនគ្រាន់តែយកទំពាំងយកមកដាក់លាងទឹករួចយកទៅដាក់ខអញ្ចឹងពេលខ្លះរងាស់ជើងជ្រូកតតែលួយហើយទំពាំងក៏នៅតែអត់ទាន់ផុយដែរអញ្ចឹងគឺអាចសាកធ្វើតាមវិធីខ្ញុំនៅពេលដែលយើងលាងស្អាតហើយមិញហើយគឺយើងយកមកដាក់ដាំទឹកស្រស់ឲ្យវាបានជិតផុយសិនណាចាំយើងយកទៅដាក់ខការធ្វើបែបនេះទី1គឺធ្វើឲ្យតាពាំងហ្នឹងគឺបាត់ហាងវាមានរសជាតិឆ្ងាញ់ហើយក៏វាបានផុយល្អថែមទៀតផងព្រោះតាពាំងក្រៀមវាមានរសជាតិរៀងហាងតិចតិចនៅក្នុងពេលស្រង់ចាញ់ពីទឹកក្តៅហើយគឺយើងអាចលាងជាមួយនឹងទឹកធម្មតា2 3ទឹកទៀតទៅដើម្បីឲ្យវាជ្រះស្អាតល្អតែប៉ុណ្ណឹងតាពាំងរបស់យើងគឺអត់ហាងហើយញ៉ាំទៅគឺឆ្ងាញ់តែម្ដងនៅក្នុងការខគឺខ្ញុំបានប្រើស្ករត្នោតរៀងច្រើនគូសាមដែរដើម្បីឲ្យវាមានរសជាតិរៀងដុតឆ្ងាញ់អញ្ចឹងប៉ុន្តែបរិមាណប៉ុណ្ណេះបងប្អូនកុំបារម្ភគឺវាអត់ផ្អែមពេកទេអញ្ចឹងយើងយកស្ករត្នោតហ្នឹងគឺយើងយកមកកំឡោចរហូតតទៅវារៀងឡើងក្រហមល្អបែបហ្នឹងប៉ុន្តែកុំទុកឲ្យខ្លោចតែយើងត្រូវធ្វើឲ្យវារៀងឡើងក្រហមល្អស្អាតបែបហ្នឹងទើបខរបស់យើងមានពណ៌ស្អាតតែកាលណាយើងមើលតឡើងជើងក្រងភ្លាមឆាប់ចាក់ទឹកដាក់សាច់ភ្លាមគឺខរបស់យើងពណ៌អត់ស្អាតទេអញ្ចឹងដាក់ឲ្យវារៀងឡើងកម្ៅប៉ុនខ្ញុំនឹងមកចាបន្តមកទៀតគឺយើងដាក់ជើងជ្រូកចូលមកកូរច្បល់វាបន្តិចរួចយើងដាក់ថែមទឹកចូលទៅដើម្បីឲ្យវាបានរលាយស្ករត្នោតហ្នឹងណាចាបន្ទាប់ពីយើងបានដាក់រងាស់ទឹកមើលទៅបានមកល្មមបែបហ្នឹងហើយគឺខ្ញុំបានបន្ថែមគ្រឿងផ្សំចូលដែលមានដូចជាម្រេចហ្នឹង1ស្លាបព្រាកាហ្វេហើយអំបិលហើយជាមួយនឹងម្សៅស៊ុបនិងទឹកត្រីផងដែរគឺយើងអាចលៃរកបរិមាណហើយសម្រាប់ការធ្វើឲ្យជើងជ្រូកកាន់តែមានពណ៌ស្អាតថែមទៀតហ្នឹងនៅពេលដែលយើងដាក់រងាស់ហ្នឹងដំបូងគឺយើងកុំតដាក់ទឹកច្រើនគឺយើងដាក់ទឹកតែមកល្មមជាមួយនឹងជើងជ្រូកជាមួយនឹងគ្រឿងរបស់យើងមិញហ្នឹងដើម្បីធ្វើឲ្យជើងជ្រូកគឺវាបានឡើងពណ៌ក្រហមស្អាតសិនចាំបន្តមកចាំយើងថែមទឹកទៀតតាមក្រោយមកថាជើងជ្រូកឡើងក្រហមស្អាតល្អបាត់ហ្នឹងហើយគឺអាចបន្ថែមទឹកចូលប្រហែលជា2ផ្តិលទៀតមកដោយសារតែយើងដាក់ទឹកច្រើននេះគឺដើម្បីរងាស់វាផងកំឡុងពេលដែលដាក់រងាស់ជើងជ្រូកចោលគឺខ្ញុំបានមកបកពងទាអញ្ចឹងនៅពេលដែលយើងបានដាក់ត្រាំជាមួយនឹងទឹកត្រជាក់អញ្ចឹងទៅធ្វើឲ្យពងទារបស់យើងមានរូបរាងស្អាតបកស្រួលវាអត់ជាប់ជាមួយនឹងសម្បកទេអញ្ចឹងពេលនេះគឺឃើញថាខរបស់ខ្ញុំពុះល្អមែនតើអញ្ចឹងយើងយកតាពាំងរបស់យើងហ្នឹងគឺយកមកដាក់រងាស់ជាមួយនឹងជើងជ្រូកសិនបន្ទាប់ពីយើងដាក់រងាស់វាបានមកសន្ទុះអីហើយចាំយើងដាក់ពងទាចូលតាមក្រោយបន្ទាប់ពីបានពុះមួយរំពុះចឹងគឺខ្ញុំបានដាក់ពងទាចូលតែម្ដងចឹងនៅពេលយើងដាក់ពងទាយើងអាចកាយពងទាឲ្យវារៀងទៅក្រោមតិចទៅហើយបន្តមកទៀតគឺពងទានឹងបានឡើងពណ៌រាងស្អាតហើយអញ្ចឹងយើងដាក់រងាស់ទឹកនឹងរហូតដល់ទឹកនឹងវារៀងបានរីងអញ្ចឹងគឺវានឹងបានចូលជាតិគ្នាទាំងជាមួយនឹងតាពាំងក៏ដូចជាពងទាផងដែរអញ្ចឹងយើងគ្របចោលវាការរងាស់នេះគឺអាស្រ័យទៅតាមបរិមាណទឹកអញ្ចឹងខ្ញុំរងាស់ប្រហែលជាចូល15ទៅ20នាទីដែរអញ្ចឹងណាចាសម្រាប់ការធ្វើខវារៀងចំណាយពេលបន្តិចប៉ុន្តែពេលធ្វើហើយតាមវិធីហ្នឹងគឺធ្វើឲ្យខរបស់យើងហ្នឹងគឺវាមានរសជាតិឆ្ងាញ់ហើយវាបានផុយស្មើគ្នាទាំងអស់ទាំងតាពាំងទាំងជើងជ្រូកអីហ្នឹងគឺវាបានផុយល្អហើយពងទារបស់យើងក៏អត់ឲ្យលួយវល់ឲ្យដែរគឺមកស្អាតហ្មងរូបរាងរបស់គេដូចខ្ញុំបានធ្វើបង្ហាញជូននេះអញ្ចឹងធ្វើហើយគឺអាចញ៉ាំជាមួយនឹងបបរញ៉ាំជាមួយនឹងបាយគឺត្រូវទាំងអស់ហើយខ្ញុំស្រឡាញ់តែជើងជ្រូកគេខាំមកគឺផុយលហុះហ្មងហើយយើងបន្ថែមលាក់ខ្ទឹមបន្តិចទៀតមកគឺកាន់តែឈ្ងុយហ្មង